chua bà cho chua bà cho phải ra một mạng nào không? chỗ lắm Chỗ chua. khó đấy Tiện. hỏi bóng ôn dương nơiក្នុងបណ្ដាញសង្គមគាត់មើលរបៀបធ្វើស្មៅតិចមើលខាងយើងជីដែរនេះធ្វើអញ្ចឹងហ៎បាទអ្នកកពតអ្នកអីសុខកំណត់គាត់ខាងកពតខាងអីហើយអ្នកកពតបាទចាអ្នកកពតមើលផងបាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលតែងតែតាមដាននៅវីដេអូឃ្លីបរបស់ខ្ញុំតើតើនឹងធ្វើកសិកម្មថ្ងៃនេះខ្ញុំមកចែករំលែកតើតើជាមួយនឹងការដាំដំឡូងមីពេញម្ដងហើយសម្រាប់វគ្គនេះគឺជាវគ្គដែលការតបតែងដើមបងប្អូនពីព្រោះថាដំឡូងរបស់យើងគឺមានអាយុ5ខែបាត់ទៅហើយយើងអត់ទាន់បានតបតែងវាដើម្បីឲ្យវាឆ្លាស់ដើម្បីងាយស្រួលស្រូបយកពន្លឺព្រះអាទិត្យទេដើម្បីទទួលយកអុកស៊ីសែនបាទនិងងាយស្រួលការពារកុំឲ្យវាមានជំងឺបាទហើយប្រាប់ដំឡូងខ្ញុំនេះដែរបងប្អូនឃើញហើយគឺចិត្តរងអស់ហើយអញ្ចឹងបច្ចេកទេសនៃការតបតែងដើមរបៀបម៉េចបងប្អូនចូលទៅទស្សនាជាមួយនឹងខ្ញុំរៀបរាប់តាមបច្ចេកទេសស្តង់ដាតែម្ដងបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរទៅទស្សនាជាមួយនឹងខ្ញុំបាទឥឡូវបងប្អូនងាកមកមើលដើមរបស់យើងដើមដំឡូងរបស់ខ្ញុំនេះគឺមាន3ដើមបងប្អូនឃើញទេវាមាន3ដើមចំនួន3ដើមអញ្ចឹងវាមានចំនួន3ដើមអញ្ចឹងខ្ញុំទុកតែ2ដើមទេបាទទុក2ដើមដើម្បីឲ្យវាឆ្លាស់ហើយមួយទៀតវិញទៀតដើម្បីឲ្យដំឡូងរបស់យើងវាអត់ប្រឹងចំដើមណាអញ្ចឹងធ្វើឲ្យដើម2ទៀតវាស្រូបយកភ្លឺព្រះអាទិត្យនិងការស្រូបយកកាំរស្មីដើម្បីចិញ្ចឹមមើមបានល្អអញ្ចឹងបងប្អូនឃើញស្រាប់ហើយការកាប់គឺយើងកាប់ចន្លោះពីគល់របស់វាអាចាស់បងប្អូនដើមរបស់វាចាស់ហ្នឹងបាទដើមចាស់វាដែលយើងដាំហ្នឹងគឺចន្លោះប្រហែលជាអាចមួយថ្នាំងដៃទេឬក៏មួយថ្នាំងភ្នែករបស់វាបាទកាត់ឲ្យបានស្មើបងប្អូនហើយយើងកាត់បែបនេះអត្ថប្រយោជន៍របស់វាគឺបងប្អូនវាជួយឲ្យអត់ឆ្លងមេរោគបងប្អូននេះបើកាច់ដូចរបស់ខ្ញុំបង្ហាញនេះកាច់អញ្ចឹងធ្វើឲ្យដំបៅរបស់វាងាយសះបាទបើយើងកាប់កបិតវាងាយនឹងកាត់សះលឿនហើយក៏អត់មានជំងឺចូលដែរបងប្អូននេះដូចខ្ញុំកាច់អញ្ចឹងនេះស្តង់ដាររបស់វាយើងកាប់ដូចខ្ញុំបង្ហាញបងប្អូនកាប់បានវាល្អតាមស្តង់ដាររបស់គេគេឲ្យយើងកាប់ដើម្បីឲ្យមុខកបិតហ្នឹងវាស្មើល្អហើយវាងាយឆ្លងជំងឺបើតែវាកាច់ដូចខ្ញុំបង្ហាញមិញហ្នឹងគឺគេនឹងឆ្លងជំងឺអញ្ចឹងបងប្អូនវារលាកមានការរលាកខ្លាំងមានការរលាកដូចតបៅអញ្ចឹងអញ្ចឹងវិធីសាស្ត្រដែលល្អគឺបងប្អូនកាប់បងប្អូនខ្ញុំចង់បញ្ជាក់ថាកាប់គឺជាជម្រើសដែលល្អនេះបងប្អូនឃើញហើយយើងកាច់អញ្ចឹងវាមានតបៅមានអីអញ្ចឹងវាអត់ងាយសះទេហើយដើមក៏រៀងអន់ដែរដោយសារតែវាព្យាបាលនៅកន្លែងរាកហ្នឹងអញ្ចឹងវិធីសាស្ត្រដែលល្អបងប្អូនយើងកាប់ហើយខ្ញុំឃើញជាក់ស្ដែងបងប្អូនយើងច្រើនមែនទែនគាត់ផ្លែសស្លឹកចោលទៀតអាការផ្លែសស្លឹកចោលនេះអត់មានបានផលចំណេញទេបងប្អូនគឺអន់ដើមវិញណាផ្លែសស្លឹកចោលបាទជាព្រោះអីស្លឹកគឺជាអ្នកសំយោគបាទរកលឺព្រះអាទិត្យបាទស្រូបយកអាហារផ្សេងពីទឹកភ្លៀងពីអីដើម្បីចិញ្ចឹមដើមចិញ្ចឹមឬចិញ្ចឹមមើមណាបងប្អូនដល់ពេលយើងផ្លែស្លឹកហើយអស់វាមានន័យអីទៀតខ្ញុំឃើញហើយដលងយើងពេលអាយុចាប់ពី7 8ខែទៅវាជ្រុះស្លឹកឯងមានន័យថាស្លឹកគឺវាងាប់ឯងហើយអញ្ចឹងបងប្អូនមិនបាច់កាត់ចោលទេពេលដែលវានៅខ្ចីបែបហ្នឹងគឺស្លឹកកំពុងតែពេញស្រូបយកអាហារដើម្បីចិញ្ចឹមដើមចិញ្មើមបាទប្រព័ន្ធរឹងមាំណាបងប្អូននេះបងប្អូនឃើញខ្ញុំតែងនេះគឺតែងឆ្លាស់ប៉ុន្តែខ្ញុំបញ្ជាក់បងប្អូននេះគឺខ្ញុំកាច់ទេកាច់វាមានការរលាករឿងយូរបាទប៉ុន្តែបើបងប្អូនកាប់គឺជាចំណុចដែលល្អមានន័យថាកាប់ធ្វើឲ្យដលងយើងងាយនឹងស្ទះរបួសវាបាទហើយសម្រាប់នេះដលងនេះដែរគឺខ្ញុំធ្វើស្មៅផងយើងតែងដើមផងបងប្អូនគឺយើងធ្វើម្ដងឲ្យចំណេញតែម្ដងណាបងប្អូនហើយនេះគឺជាបទពិសោធន៍ខ្ញុំស្រាវជ្រាវបងប្អូនណាស្រាវជ្រាវដើម្បីចែករំលែកបងប្អូនយើងតទៅជាមួយនឹងកសិករដំឡូងមីដើម្បីឲ្យយល់ដឹងបាទខ្លះតទៅជាមួយនឹងការតបតែងដើមបាទ
ចឹងខ្ញុំគ្មានអីច្រើនទេមានតែការចែករំលែកហើយបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំសូមកុំភ្លេចចុច like share follow និង subscribe channel អ្នកមួយផងហើយមានអីទេមានតែការចែករំលែកបងប្អូននឹងស្រាប់ហើយមានចំណេះដឹងល្អបទពិសោធន៍ល្អបច្ចេកទេសល្អតែងតែផ្សព្វផ្សាយជូនបងប្អូនយើងចឹងបងប្អូនទៅមើលការទេសភាពដំឡូងមីរបស់ខ្ញុំទាំងអស់គ្នាបងប្អូនទៅក៏លេចទៅមើលក្រុមការងារយើងមកនៅក្រោមអូននោះធ្វើស្មៅថាដំឡូងឆ្នាំនេះវាល្អក្រាន់ហើយសម្រាប់ស្មៅវិញបាទហើយនេះគឺជាវីដេអូជើងក្រោមដំឡូងរបស់ខ្ញុំវាមិនសូវមានស្មៅទេបងប្អូនបាទអញ្ចឹងខ្ញុំកុំឲ្យខាត់ពេលវេលាយើងដកស្មៅកាត់ពណ៌បដាមកយើងតែងដើមបាទតែងដើមបដានេះខ្ញុំកាច់បងប្អូនដោយសារខ្ញុំកន្លែងខ្លះត្រូវកាច់កន្លែងខ្លះត្រូវកាប់បាទអញ្ចឹងវាលឿនបើយើងរវល់តែកាប់វារៀងយូរបងប្អូនប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងការកាប់មានន័យថាការផ្សះមុខរបួសរបស់ដលងយើងហ្នឹងអាចបាន 70% វាល្អហើយបើកាច់វិញបានតែ 50% ទេអញ្ចឹងការផ្សះវាយឺតជាងការកាប់បងប្អូនហើយការចម្លងមេរោគជំងឺអីហ្នឹងវាការកាប់វាល្អជាងបាយដែរមួយម៉ាក់ហ្នឹងចូលជួថតហើយទៀតឲ្យបងប្អូនយើងនៅក្នុងបណ្ដាញសង្គមគាត់មើលរបៀបធ្វើស្មៅតិចមើលខាងយើងជីដែរនេះធ្វើអញ្ចឹងណាមើលផងបាទអ្នកកពតអ្នកអីសូកំណត់គាត់ខាងកពតខាងអីអ្នកកពតបាទចាអ្នកកពតមើលផងនេះបងប្អូនយើងធ្វើស្មៅរួចរាល់ហើយបងប្អូននេះយើងធ្វើហើយណាហើយវគ្គក្រោយបងប្អូនខ្ញុំបាញ់រុកបាទបាញ់រុកបាញ់បុកបាញ់ស្មៅបុកជើងក្រមកជើងទៀតតែជារួចហើយវគ្គនេះដលងនេះអញ្ចឹងជើងអត់មានត្រូវការចំណាយទៅលើការថែទាំអីបន្តទៀតទេបាទបើថែទាំមានតែយើងបាញ់ពៅបងប្អូនបាញ់ពៅអាចបាញ់ពៅមួយជើងឬក៏ពីរជើងទៀតតាមលទ្ធភាពយើងណាបងប្អូនហើយអ្វីដែលសំខាន់ដូចជាអញ្ចឹងគឺយើងធ្វើជើងក្រោមរួចហើយអញ្ចេះបាទងាយស្រួលក្នុងការបាញ់ស្មៅវ៉ក៏អត់មានតាក់ញ៉ៃញ៉ៃហើយមួយវិញទៀតស្មៅលើរងក៏រៀងស្បើយអញ្ចឹងយើងអាចបុកយកតែម្ដងប្រភេទបាញ់ថ្នាំសម្រាប់ស្មៅនៅវគ្គបន្ទាប់ជាទូទៅបងប្អូនខ្ញុំណែនាំឲ្យបងប្អូនប្រើ glufosinate ដោយសារតែប្រភេទពួកនោះវាបាទស្រោចពីលើវាងាប់ប្រព័ន្ធឬទេបាទអញ្ចឹងបាញ់ប៉ះតិចតួចក៏អីដែរអត់ដូច48ជាបទពិសោធន៍ហើយការសេរីមុនយើងបាញ់អាឆេះធម្មតាបងប្អូនអាឆេះខ្លោចហ្នឹងប្រភេទParaquatហ្នឹងហើយចឹងរួចរាល់ហើយបងប្អូនអរគុណសម្រាប់បងប្អូនដែលតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតចែករំលែកបងប្អូនយើងដែលធ្វើដំឡូងដៃថ្មីដៃចាស់អីបងប្អូនណាមានបទពិសោធន៍ចែករំលែកទៅវិញទៅមកណាបងប្អូនហើយយើងជាកសិករខ្មែរដូចគ្នាមានអ្វីចែករំលែកគ្នាទៅល្អអរគុណ